សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានcomment មួយមិន AutoCAD គឺ BBW ដែល comment នេះយើងប្រើសម្រាប់ឧទាហរណ៍ file យើងមាន block ប៉ុន្មានក្នុង file យើងហ្នឹងយើង select វាទាំងអស់មកហើយ enter មកវានឹងវាឲ្យយើងរកទីតាំងដែលយើងត្រូវទុក block ហ្នឹងយើងចង់ save block ហ្នឹងទុកមក folder ក្នុងfile យើងមាន block ប៉ុន្មានគឺវា save ទុកមក folder ឲ្យយើងអញ្ចឹងយើងបង្កើត folder មួយទុកខ្ញុំបង្កើតទុក desktop ឈ្មោះថា block ដើម្បីរក្សាទុក block ហ្នឹងបន្ទាប់ពីយើងបង្កើត folder ឲ្យមកយើងចុច OK មកពេលចុច OK ហើយនេះវាបាន save រួចហើយនៅលើ desktop អញ្ចឹងយើងបើកមើលមកនៅក្នុង folder block យើងហ្នឹងបាទនេះគឺប្រភេទ block នៅក្នុង file យើងមានប្រមាណគឺវា save ទុកមក folder ឲ្យយើងអញ្ចឹងវាងាយស្រួលមែនតើសម្រាប់យើងធ្វើការឬក៏យើងទុក block សម្រាប់ធ្វើការពេលក្រោយបាទសូមអរគុណច្រើន